សួស្តីអ្នកទាំងអស់គ្នាជួបជាមួយអេមីនម្ដងទៀតហើយនៅក្នុងរឿងរបស់យើងគឺ Choco Milkshake ដែលសាច់រឿងរបស់យើងគឺបានឈានចូលមកដល់ភាគ2ហើយបងប្អូនបានទស្សនាហើយវគ្គមុនគឺ Choco ហើយនិង Milk យើងនឹងគឺកោចុងវន់របស់យើងនឹងខ្លាំងមែនទែនអញ្ចឹងមិនដឹងថាវគ្គនេះពួកគាត់នឹងក្លុកចុងវន់យើងនឹងខ្លាំងប៉ុណ្ណាតោះទៅទស្សនាសាច់រឿងពេញរបស់យើងទាំងអស់គ្នាបាទក្បាលនៃសាច់រឿងរបស់យើងហ្នឹងគឺយើងក៏បានឃើញថាអ្នកទាំង3ហ្នឹងកំពុងតែអង្គុយមើល TV ហើយមើលទៅសុខភាពអ្នកទាំង3យើងឥឡូវហ្នឹងគឺល្អប្រសើរជាងមុនខ្លាំងមែនទែនមានកេងកាយផ្លូវអីណាទៀតឥឡូវភ្លាមហ្នឹងចង្វន់របស់យើងក៏បានយកផ្លែឈើមកបញ្ចុកមីលរួចក៏បន្តទៅបញ្ចុកឆូកូរបស់យើងហើយពេលហ្នឹងឆូកូយើងពេលញ៉ាំហើយគាត់ក៏ថាអូយផ្អែមខ្លាំងមែនទែនចង្វន់របស់យើងដល់ឃើញអញ្ចឹងគាត់ក៏រៀងខ្លាញ់ដែរគាត់ក៏រុញក្បាលគេចេញបន្តិចក្រោយមកចង្វន់របស់យើងក៏គាត់ឃើញថាអូចិត្តដល់មកធ្វើការហើយគាត់ក៏រៀបងើបចេញទៅតែពីរអ្នកហ្នឹងគឺក៏អត់ព្រមទេមករំអួយដាក់ចង្វន់របស់យើងទៀតហើយថាថ្ងៃនេះគឺគេអត់ឲ្យទៅណាទេគេឲ្យនៅជាមួយពួកគេអញ្ចឹងណាចង្វន់គាត់ថាអត់ទេគាត់ត្រូវទៅធ្វើការអញ្ចឹងក៏លេងគាត់ទៅអីអញ្ចឹងតែអ្នកទាំងពីរហ្នឹងគឺអត់ព្រមលេងទេម្នាក់អោបជើងហើយម្នាក់អោបដៃហ្នឹងគឺសត្វល្មូតដូចតកាអញ្ចឹងហើយចង្វន់យើងក៏រើបំរាស់តិចទៅតែពួកគេហ្នឹងក៏ឌឺខ្លាំងមែនទែនដល់ឃើញអញ្ចឹងចង្វន់យើងគឺគាត់មានចិត្តដាច់ណាមកលេងសាក់តាមួយលេងស្នាយខ្ជូតអីដាក់គាត់អញ្ចឹងសូម្បីតែអ្នកសម្រាយហ្នឹងក៏ចិត្តអត់ដាច់ដែរហើយភ្លាមហ្នឹងសាច់រឿងរបស់យើងក៏បានបង្ហាញតួអង្គម្នាក់ទៀតដែលគាត់គឺជាម្ចាស់ហាងដែលចង្វន់ធ្វើការនៅកន្លែងហ្នឹងហើយភាគច្រើនចង្វន់តែងតែហៅគាត់ពូហើយភ្លាមហ្នឹងគាត់ក៏បានឃើញចង្វន់ដើរចូលមកជាមួយនឹងមិត្តភក្តិ2នាក់ទៀតតែចង្វន់របស់យើងគឺពេលហ្នឹងគាត់ធ្វើខ្លួនអត់ត្រូវទេពេលហ្នឹងលោកពូគាត់ក៏រៀនឆ្ងល់ដែរព្រោះតែឃើញចង្វន់ហ្នឹងនាំណាមកទីនេះទេពេលកំពុងធ្វើការហ្នឹងលោកពូរបស់យើងដែលជាម្ចាស់ហាងហ្នឹងគឺគាត់បានសម្លឹងទៅមីលរបស់យើងដោយខ្សែភ្នែកចម្លែករួចញញឹមតែម្នាក់ឯងទៀតដូចជាមានចំហាយឯនេះពេលហ្នឹងចង្វន់របស់យើងក៏ងាកទៅសុំទោសគាត់ដែលនាំមិត្តភក្តិមកអញ្ចឹងតែគាត់ក៏ថាអត់អីទេហាងគាត់ប៉ុណ្ណានៃហ្នឹងនាំមកលេងញឹកញាប់ក៏បានដែរគាត់អត់ថាអីទេចង្វន់ឃើញអញ្ចឹងក៏គេរៀងសប្បាយចិត្តបន្តិចដែរនិយាយរួចណាទាំងពីរក៏ងាកទៅមើលឆូកូហើយនឹងមីលនៅស្នាមញញឹមទាំងពីរអ្នកតែម្ដងតែក៏មើលអ្នកទាំងពីររបស់យើងនេះក៏មើលលេងដូចកូនក្មេងអញ្ចឹងគប់គ្នាឆ្លោះគ្នាគ្រប់កន្លែងហ្មងពីនៅនឹងអត់ចេះត្រូវគ្នាទេនៅជាមួយគ្នារហូតតែឆ្លោះគ្នារហូតពេលហ្នឹងចុងមើលរបស់យើងក៏គាត់ញញឹមមានក្តីសុខខ្លាំងមែនទែនហើយភ្លាមហ្នឹងពូម្ចាស់ហាងហ្នឹងក៏គាត់បានសួរចង្វន់ថាហើយទៅរកមិត្តភក្តិមកពីណាហើយអ្វីក៏បានមិត្តភក្តិសង្ហាខ្លាំងម្ល៉េះចង្វន់ក៏ចូលសម្លឹងទៅពួកគេបន្តិចរួចក៏ទៅសារពួកគេថាមែនហើយពួកគេគឺសង្ហាស្មើគ្នាតែម្ដងហើយពេលហ្នឹងឆូកូរបស់យើងក៏ងាកមកចង្វន់ទាំងស្នាមញញឹមចង្វន់គេក៏ធ្វើសញ្ញារួចក៏និយាយបែបខ្សឹបថានៅឲ្យស្ងៀមឆូកូរបស់យើងក៏ញញឹមរួចក៏ងក់ក្បាលយល់ព្រមចង្វន់យើងក៏ញញឹមតបទៅគេវិញដែរតែការគិតវាមិនដូចជាការពិតឆូកូរបស់យើងគឺដើរតាមចង្វន់យើងអត់ឈប់ទៀតហើយថែមទាំងមកម៉ែវយើងម្នាក់ទៀតចង្វន់ក៏ថាពួកឯងទៅអង្គុយកន្លែងដើមវិញទៅយើងត្រូវធ្វើការពេលហ្នឹងពួកគេក៏ត្រឡប់ទៅវិញទាំងមុខស្អុយប៉ែតែម្ដងចង្វន់របស់យើងគឺបានតែញញឹមតាមក្រោយគេយ៉ាងពេញចិត្តតែម្ដងអំឡុងពេលហ្នឹងយើងក៏បានឃើញលោកពូរបស់យើងកំពុងតែរៀបចំនំដើម្បីយកទៅឲ្យពួកគេញ៉ាំបែរម្នាក់ទាំង3យើងវិញពេលហ្នឹងចង្វន់របស់យើងកំពុងតែរៀបចំកៅអៅឲ្យឆូកូហើយមីលរបស់យើងហ្នឹងគាត់ក៏រៀងចំណែនដែរក៏ទាញកៅអៅខ្លួនឯងសញ្ជេហើយក៏ឲ្យចង្វន់មករៀបចំឲ្យគេវិញម្ដងស្របពេលហ្នឹងលោកពូរបស់យើងក៏បានយកនំដើរចូលមកល្មមរួចគាត់ក៏ដើរមកអង្គុយក្បែរមីលរបស់យើងប៉ុន្តែក៏មើលមីលរបស់យើងវិញគឺមុខអត់តិចទេដូចអត់ចង់ឲ្យគាត់អង្គុយក្បែរអញ្ចឹងពេលហ្នឹងគាត់ក៏ចាប់ផ្ដើមសំណេះសំណាលរាក់ទាក់អ្នកទាំងពីរហើយក៏សួរឈ្មោះអ្នកទាំងពីរថាម្នាក់នេះមែនដែលជាឆូកូហើយម្នាក់នេះមែនគឺជាមីលរបស់យើងគេក៏ងក់ក្បាលទទួលតែភ្លាមនោះលោកពូរបស់យើងក៏ឆ្ងល់ហើយអ្វីឈ្មោះរបស់អ្នកទាំងពីរហ្នឹងដូចជាឆ្កែហើយនឹងឆ្មារបស់ចង្វន់អញ្ចឹងចង្វន់របស់យើងក៏ឆ្លើយទាំងអៀនថាដោយសារតែមុខពួកគេហ្នឹងច្រៀងនឹងសត្វចិញ្ចឹមរបស់គេទើបគេដាក់ឈ្មោះលេងយ៉ាងឲ្យលោកពូគាត់ក៏ថាដូចអញ្ចឹងហ៎រួចគាត់ក៏បានមកយកស្រាប់ព្រាសមអញ្ចឹងទៅចំណែកមីរបស់យើងគេក៏ថាមុខរបស់ពួកគេដូចសង្អីមិនក៏ត្រូវនិយាយអញ្ចឹងហើយចង្វន់របស់យើងគេក៏រៀងអស់សំណើចបន្តិចដែរហើយមីរបស់យើងវិញគឺដៀងលោកពូយើងមិនឈប់ទេពេលហ្នឹងលោកពូរបស់យើងក៏ប្រាប់ឲ្យទាំងអស់គ្នានឹងញ៉ាំទៅហើយពេលហ្នឹងឆូកូរបស់យើងក៏បាក់ឆាកមុនគេតែម្ដងហើយអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមញ៉ាំនំចឹងទៅមានតែបងមីលយើងមួយទេគេអត់ទាន់ហ៊ានញ៉ាំទេគេនៅរៀបរឹកស្រីស្អាតសិនហើយភ្លាមហ្នឹងទូរស័ព្ទរបស់លោកពូរបស់យើងហ្នឹងគាត់ក៏បានរកហើយគាត់ក៏បានសុំអ្នកទាំងអស់គ្នាហ្នឹងទៅនិយាយទូរស័ព្ទខាងក្រៅសិនដល់ឃើញពូរបស់យើងដើរចេញផុតចឹងមីលគេក៏ចាប់ផ្ដើមដួសញ៉ាំយកតែម្ដងហើយក៏និយាយថាឆ្ងាញ់ណាស់ Choco របស់យើងគេក៏ថាមែនហើយឆ្ងាញ់មែនតើ
ងាកមកចុងមុនរបស់យើងវិញគឺញ៉ាំគ្រីមនឹងប្រឡាក់មាត់ដូចកូនក្មេងអញ្ចឹងឆូកូរបស់យើងបែរមកឃើញក៏សម្លឹងបែរបណ្ដាក់ភ្នែកសោកហើយភ្លាមនឹងគេក៏ស្ទុះទៅថាចុងមុនរបស់យើងភ្លាមតែម្ដងហើយពេលនឹងចុងមុនរបស់យើងគឺគៀងខ្លាំងមែនទែនហើយក៏និយាយថាគេឲ្យនៅស្ងៀមហេតុអីបែរជាបន្ថែមមាត់របស់គេទៅវិញឆូកូគេថាគេនៅស្ងៀមហើយតើហើយភ្លាមនឹងចុងមុនរបស់យើងក៏យកដៃទៅប៉ះមាត់ឆូកូក៏ស្មានថានៅទៀតគេក៏យកដៃទៅជូតហើយយកមកដាក់ក្នុងមាត់របស់គេតែធ្វើឲ្យចុងមុនរបស់យើងនឹងគៀងចុងទី2តែម្ដងតែឆូកូរបស់យើងវិញគឺគេធ្វើខ្លួនបែបធម្មតាមិនដឹងជាមិនដឹងមែនឬក៏បន្លំទេនេះម្ចាស់វិញនេះគឺព្រលឹងចេញហោះទៅដល់ណាបាត់ហើយក៏មិនដឹងទេពេលហ្នឹងឆូកូគេក៏និយមបែបពេញចិត្តខ្លាំងមែនទែនចុងមុនបានតែសម្លឹងទៅមុខគេដល់អត់និយាយអីសោះតែម្ដងហើយមីលរបស់យើងនឹងគឺអង្គុយសើចយកពីអ្នកហ្នឹងហើយភ្លាមនឹងលពោរបស់យើងក៏បានត្រឡប់មកវិញដោយទឹកមុខសេតតែម្ដងហើយឃើញអញ្ចឹងចុងមុនរបស់យើងក៏បានសួរទៅកាន់លពោថាកើតអីមែនទេបានជាធ្វើមុខអត់សុបាយចិត្តអញ្ចឹងគាត់ក៏តបមកថាបានជួបរឿងដែលធ្វើឲ្យមានអារម្មណ៍ថាចង់ផឹកស្រាពេលហ្នឹងចុងមុនរបស់យើងក៏និយាយថាអញ្ចឹងពេលយើងចេញពីធ្វើការយើងនាំគ្នាទៅផឹកស្រាទៅពេលហ្នឹងឆូកូហើយនឹងមីលក៏សម្លឹងមុខម្ចាស់ព្រមគ្នាតែម្ដងពេលហ្នឹងលោកពូក៏គាត់បាននិយាយថាអញ្ចឹងយើងទៅផឹកទាំងអស់គ្នាតែម្ដងទៅឬក៏ប៉ះបងម៉ែយើងក៏រៀងងាកចេញបន្តិចពេលហ្នឹងចុងមុនរបស់យើងក៏ងាកទៅអ្នកទាំងពីរបន្តិចមុននឹងយល់ព្រមជាមួយគាត់ហើយលោកពូរបស់យើងពេលបានចម្លើយឲ្យគាត់ថាអញ្ចឹងក៏អូខេតាមនឹងតែម្ដងទៅទាំងមើលមុខមីលរបស់យើងនឹងរៀងភ័យបន្តិចភ្លាមហ្នឹងយើងក៏ឃើញថាហាងរបស់យើងបានបិទហើយពួកគាត់ក៏ចាប់ផ្ដើមគ្នាទៅញ៉ាំស្រាហើយសភាពរបស់ចុងមុនយើងពេលហ្នឹងគឺស្វឹងមុនគេមុនឯងតែម្ដងហើយពេលនេះគឺដល់ពេលដែលចុងមុនរបស់យើងហ្នឹងកោអ្នកទាំងពីរវិញម្ដងហើយធម្មតាហ្នឹងមានតែឆូកូហើយនឹងមីលទេដែលកោគេអញ្ចឹងថ្ងៃនេះចុងមុនរបស់យើងហ្នឹងសុំក្លុកពួកគេវិញម្ដងចំណែកលោកពូរបស់យើងវិញគឺអត់និយាយអីទេគិតតែពីញ៉ាំព្រោះគាត់ដឹងស្រាប់ហើយថាចុងមុនហ្នឹងគឺញ៉ាំស្រាអត់ប្រកែទេពេលហ្នឹងចុងមុនរបស់យើងក៏បានមកកាយលើស្មារបស់ឆូកូឃើញអញ្ចឹងគេក៏យកដៃទៅអង្អែក្បាលចុងមុនតិចដើម្បីលួងលោមឲ្យចុងមុនគេងហើយពេលហ្នឹងឆូកូរបស់យើងក៏កាយលើក្បាលចុងមុនវិញដែរហើយពេលហ្នឹងយើងក៏បានឃើញថារឿងរបស់យើងបានឈានចូលមកដល់ទីបញ្ចប់ដែរហើយអរគុណសម្រាប់ការទស្សនាវីដេអូរបស់ Admin តាំងពីដើមរហូតដល់ចប់អរគុណជម្រាបលាបាយបាយ